ផ្លូវទៅដល់លុយអត់ស្រួលទេបងប្អូនមើលនេះចោតសាហាវពីខាងនេះតែប្រាំងដៃទីជំនឿពេកជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទដូចជាខានចេញ vlog បាទដើរលេងឬក៏ដើរព្រៃយូរទៅអត់តោះឥឡូវមកដើរព្រៃជាមួយខ្ញុំទាំងអស់គ្នាហើយយើងដឹងថាជួបឧបសគ្គអីខ្លះក៏អត់តាន់ដឹងដែរអញ្ចឹងយើងផ្សងព្រៃទាំងអស់គ្នាការធ្វើដំណើរហ្នឹងគឺយើងត្រូវងើបតាំងពីម៉ោង 3 ភ្លឺទាំងអស់គ្នាបាទហើយដោយសារតែខ្ញុំជាអ្នកខេត្តរតនគិរីយើងបាយគេដាក់បាយផ្សេងសាច់ផ្សេងគេដាក់បាយអូទី2ទៀតហ៎ញ៉ាំចំណងនៅក្នុងវីដេអូទី1នេះគឺខ្ញុំបាទសូមរៀបរាប់ពីការធ្វើដំណើរសិនបាទអត់តាមចូលទៅដល់ក្នុងព្រៃឯហើយនេះគឺជាទីរួមស្រុកបាទវិនសាយដែលនៅក្នុងខេត្តរតនគិរីដែរចឹងណាពុកម៉ែបងប្អូនអរគ្នាហើយចំពោះការធ្វើដំណើរហ្នឹងគឺយើងត្រូវឆ្លងដរដែរហើយឥឡូវហ្នឹងគឺខ្ញុំបានមកដល់លើដរប៉ុន្តែតែមកដល់លើដរហ្នឹងគឺពួកខ្ញុំចំណាយពេលពីភូមិបាទដែលពួកខ្ញុំរស់នៅរហូតមកដល់ស្រុកវិនសាយហ្នឹងប្រហែលជាបាទយ៉ាងតិច2ម៉ោងទៅ3ម៉ោងអ្នកនរគ្នាហើយចំពោះផ្លូវចូលមកក្នុងព្រៃវិញដោយតែអ្នកនរគ្នាបានឃើញស្រាប់ហើយអានេះខ្ញុំថតកាត់ទេពុកម៉ែបងប្អូនអរគ្នាបាទចំពោះតំបន់នេះវិញគឺជាតំបន់ដែលរើព្រៃហើយផ្ទះនេះមិនមែនជាផ្ទះបាទបងប្អូនខ្មែរយើងទេបាទគឺជាផ្ទះបងប្អូនជនជាតិដែលគាត់រស់នៅតាមបាទតំបន់ភ្នំអីចឹងណាហើយចំពោះផ្លូវវិញបាទដូចអ្នកនរគ្នាបានឃើញចឹងដែលធ្វើឲ្យខ្ញុំសំណោះជាងគេហ្នឹងនៅពេលដែលខ្ញុំជិះកាត់ភ្នំហ្នឹងហើយបាទឃើញផ្ទះបងប្អូនជនជាតិបាទមើលទៅគួរឲ្យចង់រស់នៅខ្លាំងមែនតើតែបើសួរខ្ញុំថាខ្ញុំចង់រស់នៅអត់ប៉ុន្តែបាទសូមគិតម្ដងទៀតហើយព្រោះវាឆ្ងាយខ្លាំងមែនតើទៅដល់ទីហ្នឹងអញ្ចឹងណាបាទរសារពួកគាត់មែនតើបាទរស់នៅបានទាំងដែលបាទតំបន់ដាច់ស្រយាលខ្លាំងមែនតើអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាអញ្ចឹងនៅពេលដែលពួកខ្ញុំបាទឆ្លងផុតពីភ្នំមួយហ្នឹងគឺត្រូវដល់កន្លែងសម្រាប់សិនអញ្ចឹងបាទតាំងពីព្រឹកមកម៉ោង3 9បាទអត់ទាន់បានសម្រាប់បាទមួយទឹកអីឬក៏យ៉ាងណាទេហើយចំពោះដីវិញគឺបាទប្រឡាក់មុខប្រឡាក់មាត់បាទប្រហាក់ប្រហែលខ្ជុំអញ្ចឹងយើងសម្រាប់នៅមួយទឹកគេហៅអូអាឡៃចំពោះបាទសម្រស់នៅខាងអូអាឡៃនេះក៏មិនមែនធម្មតាដែរពុកម៉ែបងប្អូនអរគ្នាបើគឺមានទឹកអូបាទធ្លាក់ហូរបាទគួរឲ្យគយគន់ទេសភាពមកនៅជុំវិញយ៉ាងខ្លាំងមែនតើក៏ប៉ុន្តែមិនសូវមានបាទអ្នកណាគេមកដល់ច្រើនប្រហែលទេបាទភាគច្រើនតោះតែអ្នកដើរព្រៃឬក៏គេត្រូវឆ្លងកាត់តំបន់ហ្នឹងបានគេបានមកដល់អញ្ចឹងណាបាទឧបសគ្គទី1នោះគឺត្រូវដាច់ចង្វាក់ម៉ូតូតាមផ្លូវពុកម៉ែបងប្អូនអរគ្នាបាទដោយតែអ្នកនរគ្នាបានឃើញស្រាប់ហើយតំបន់ដែលពួកខ្ញុំបានតចង្វាក់នេះជិះបានមកចូលក្នុងព្រៃជ្រៅទៀតគឺបាទមកបែកញើសខ្លាំងមែនតើពុកម៉ែបងប្អូនអរគ្នាបាទមិនមែនធម្មតាទេចំពោះឧបសគ្គទី2វិញគឺការឡើងភ្នំអ្នកនរគ្នាដូចបានឃើញអញ្ចឹងបាទចំពោះផ្លូវវិញគឺមិនមានផ្លូវណាត្រឹមត្រូវសម្រាប់ជិះម៉ូតូជិះឡានទេគឺយើងអាចជិះបានតាមម៉ូតូឬក៏ដើរទេពុកម៉ែបងប្អូនអរគ្នាហើយនៅពេលដែលមកដល់កន្លែងនេះបាទឡើងច្រាំងមិនរួចហើយបាទត្រូវម៉ូតូអស់សាំងទៀតគឺបាទមកឆ្ងាញ់ឲ្យហ្មងពុកម៉ែបងប្អូនអរគ្នាបាទផ្លូវវិញកាច់កោងនេះគ្រាន់តែជាថ្ងៃទី1ដែលពួកខ្ញុំជួបឧបសគ្គក្នុងការធ្វើដំណើរទេប៉ុន្តែក្នុងការដើរព្រៃគឺពួកខ្ញុំមិនទាន់បានជួបនៅឡើយទេថាយើងត្រូវជួបអីខ្លះចឹងណាពុកម៉ែបងប្អូនអរគ្នាអញ្ចឹងបាទសង្ឃឹមថាអ្នកនរគ្នាចូលចិត្តវីដេអូខ្ញុំហើយបាទធ្វើការ like និង share ឬក៏ follow page ឲ្យខ្ញុំម្នាក់មួយម្នាក់ពីរផងដើម្បីឲ្យខ្ញុំបាទមានកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូផ្សេងៗទៀតបាទដើម្បីចេះជូនពុកម៉ែបងប្អូនទស្សនាផងដែរអញ្ចឹងដូចអ្នកនរបានឃើញផ្លូវស្រាប់គឺយើងជួបជាមួយនឹងថ្មឬឈើអីផ្សេងៗអញ្ចឹងទៅហើយលើកទី1ផងខ្ញុំដូចគ្នាដែលបាទដើរចូលមកព្រៃជ្រៅហើយដើមឈើធំចេះទៀតពុកម៉ែបងប្អូនអើយបាទជាពិសេសដើរនេះមិនមែនដើរចកេះភ្នំឬក៏ជើងភ្នំទេណាដើរលើភ្នំតែម្ដងហើយវីដេអូផងខ្ញុំក៏មានអីច្រើនដែរយើងជួបគ្នានៅវីដេអូក្រោយណា